ជារឿងរាល់ថ្ងៃខ្ញុំសង្កេតឃើញថាប្រទេសកម្ពុជាកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័សជាងមុនអគារថ្មីៗកំពុងកើនឡើងជាបន្តបន្ទាប់ផ្លូវធំៗពោពេញទៅដោយចរាចរណ៍មមាញឹកហើយរោងចក្រនានាកំពុងដំណើរការយ៉ាងសកម្មមិនឈប់ឈរពេលដែលខ្ញុំនៅតាមដងផ្លូវខ្ញុំអាចឮសំឡេងរថយន្តសំឡេងការដ្ឋានសំណង់និងសំឡេងមនុស្សម្នាកំពុងប្រញាប់ប្រញាល់ទៅធ្វើការទស្សនវិជ្ជាទាំងអស់នេះធ្វើឲ្យខ្ញុំមានអារម្មណ៍ថាប្រទេសយើងកំពុងឆ្ពោះទៅមុខយ៉ាងលឿននិងពោពេញទៅដោយថាមពលនៃការអភិវឌ្ឍប៉ុន្តែនៅក្នុងការផ្លាស់ប្ដូរដ៏លឿននេះខ្ញុំតែងតែសួរខ្លួនឯងថាតើអ្វីជាកម្លាំងពិតប្រាកដនៅពីក្រោយការអភិវឌ្ឍទាំងអស់នេះតើវាគ្រាន់តែជាការកើនឡើងនៃអគារផ្លូវនិងរោងចក្រប៉ុណ្ណោះមែនទេឬក៏វាកំពុងផ្លាស់ប្ដូរជីវិតនិងអនាគតរបស់មនុស្សយ៉ាងស៊ីជម្រៅជាងនេះថ្ងៃនេះខ្ញុំបានសម្រេចចិត្តថាខ្ញុំនឹងស្វែងរកចម្លើយទាំងអស់នេះឲ្យបានច្បាស់ពេលនោះអ្នកដែលខ្ញុំនឹកឃើញមុនគេគឺម៉ាក់របស់ខ្ញុំម៉ាក់សុំមួយមកកាលពីម៉ាក់ឯងនៅក្មេងតើប្រទេសយើងមានសភាពមិនទៅកាលពីមុនណាអ្វីៗវាសាមញ្ញជាងនឹងច្រើនណាកូនមនុស្សភាគច្រើនព្រោះនៅតាមជនបទហើយធ្វើស្រែចម្ការចំជីវិតតាមបែបធម្មជាតិអញ្ចឹងណាប៉ុន្តែវាមិនស្រួលដូចអីដែលយើងគិតទេបើសិនជាអាកាសធាតុមិនល្អគ្រួសារទាំងមូលនឹងជួបបញ្ហាហ្មងអញ្ចឹងកាលពីមុនមនុស្សអត់មានជំរឿនការងារច្រើនមែនទេម៉ាក់មាននឹងច្រើនឯកូនហើយមនុស្សភាគច្រើនគេប្រកបការងារកសិកម្មអញ្ចឹងណាប៉ុន្តែប្រាក់ចំណូលក៏វាអត់ទៀងដែរប៉ុន្តែបន្តិចម្ដងទៅអីក៏វាផ្លាស់ប្ដូរអញ្ចឹងណាឥឡូវមនុស្សភាគច្រើនទៅតាមទីក្រុងរកការងារតាមរោងចក្រធ្វើវិញអញ្ចឹងណាកូនចា៎ពេលដែលខ្ញុំស្ដាប់ម៉ាក់និយាយខ្ញុំចាប់ផ្ដើមយល់ថាអ្វីដែលខ្ញុំឃើញសពថ្ងៃមិនមែនកាត់ឡើងភ្លាមៗនោះទេវាជាការផ្លាស់ប្ដូរដែលកាត់ឡើងក្នុងរយៈពេលយូរអង្វែងបន្ទាប់ពីខ្ញុំស្ដាប់ម៉ាក់និយាយអំពីជីវិតកាលពីមុនខ្ញុំមិនអាចជឿគិតបានទេអ្វីដែលធ្វើឲ្យប្រទេសយើងផ្លាស់ប្ដូរយ៉ាងឆាប់រហ័សបែបនេះហើយតើជីវិតដែលយើងកំពុងរស់នៅសពថ្ងៃវាកាត់ឡើងដោយរបៀបណាអេពួកឯងស្រាវជ្រាវដល់ណាមុននោះពួកយើងកំពុងតែមើលអំពីទូនីតិបរិស័ទពាណិជ្ជកម្មនៅក្នុងសេដ្ឋកិច្ចកម្ពុជាយើងណាហើយតាមការស្រាវជ្រាវរបស់ពួកយើងមុននោះយើងឃើញថាវាដូចជាមានអត្តពលធំមួយដែលជំរុញការរីកចម្រើននៃសេដ្ឋកិច្ចជាតិយើងដូចគ្នាជាពិសេសនេះដូចជារោងចក្រកាត់ដេរស្បែកជើងនិងសម្លៀកបំពាក់អីហ្នឹងពីព្រោះអីវាបានបង្កើតឱកាសការងារជាច្រើនហើយក៏បានទាក់ទាញមនុស្សពីជនបទឲ្យមកនៅទីក្រុងផងដូចគ្នាខ្ញុំក៏មានការកត់សម្គាល់ដែរព្រោះឆ្នាំតាមនេះសង្កេតមើលទៅគឺមានកម្លាំងរោងចក្រនៅជាមួយទីក្រុងយើងច្រើនដែរប៉ុន្តែខ្ញុំឆ្ងល់ថាសារការងារហ្នឹងវាមានស្ថិរភាពអត់ឬក៏វាអាស្រ័យទៅតាមតម្រូវការពីបរទេសចំណុចហ្នឹងវាសំខាន់ដែរតែភាគច្រើនគឺវាអាស្រ័យទៅលើតម្រូវការពីខាងក្រៅចុះបើសិនជាប្រទេសខាងក្រៅមានតម្រូវការច្រើនពេលហ្នឹងឱកាសការងារនៅក្នុងស្រុកយើងក៏កាន់តែច្រើនដូចគ្នាតែបើសិនជាខាងក្រៅមានតម្រូវការធ្លាក់ចុះឱកាសការងារយើងក៏ធ្លាក់ចុះតាមនឹងដែរអញ្ចឹងណាតែវាក៏មានអត្ថប្រយោជន៍ធំផងដែរវាជួយឲ្យគ្រួសារនៅក្នុងប្រទេសកម្ពុជាយើងមានចំណូលស្ថិរភាពជាងមុននិងជួយកាត់បន្ថយភាពក្រីក្រមួយចំនួនធំផងដែរមែនហើយវាមិនមែនល្អ 100% ហើយវាក៏មិនអាក្រក់ 100% ដូចគ្នាហើយវាក៏បង្ហាញថាមនុស្សជាច្រើនបានផ្លាស់ប្ដូរពីជនបទមកទីក្រុងដើម្បីស្វែងរកការងារថ្មីខ្ញុំយល់ហើយនៅពេលដែលខ្ញុំបានស្ដាប់ការពិភាក្សារបស់ពួកគេខ្ញុំចាប់ផ្ដើមភ្ជាប់ចំណុចទាំងអស់ដែលខ្ញុំបានឃើញទីក្រុងដែលខ្ញុំរស់នៅសប្តាហ៍មិនមែនកាត់ឡើងដោយចៃដន្យទេតែវាជាសមិទ្ធផលមួយនៃកម្លាំងសេដ្ឋកិច្ចដ៏ធំមួយ Good morning everyone កត្តាសំខាន់មួយនៃការរីកចម្រើនផ្នែកឧស្សាហកម្មនៅប្រទេសកម្ពុជាគឺការវិនិយោគពីបរទេសលោកគ្រូអញ្ចឹងឧស្សាហកម្មនៅប្រទេសកម្ពុជាយើងពឹងផ្អែកទាំងស្រុងទៅលើសេដ្ឋកិច្ចពិភពលោកមែនហើយកូនសប្តាហ៍នេះសេដ្ឋកិច្ចពិភពលោកសុទ្ធតែមានទំនាក់ទំនងជាមួយគ្នាយើងមិនអាចអភិវឌ្ឍដោយអាចឯងនោះទេដូច្នេះអង្គការ WTO និងអង្គការអាស៊ានបានផ្សារភ្ជាប់កម្ពុជាជាមួយនឹងសេដ្ឋកិច្ចពិភពលោកផងដែរដូច្នេះបើពិភពលោករីកចម្រើនប្រទេសកម្ពុជាយើងក៏រីកចម្រើនដូចគ្នាបើសិនជាពិភពលោករងវិបត្តិ
នោះកម្ពុជាក៏រងផលប៉ះពាល់ដូចគ្នាដែរ នៅពេលដែលខ្ញុំស្ដាប់លោកគ្រូនិយាយខ្ញុំចាប់ផ្ដើមយល់ថាសេដ្ឋកិច្ចមិនមែនជារឿងក្នុងប្រទេសតែមួយទេប៉ុន្តែវាជាប្រព័ន្ធដ៏ធំមួយដែលភ្ជាប់គ្នាទូទាំងពិភពលោកបន្ទាប់ពីខ្ញុំស្ដាប់អំពីសេដ្ឋកិច្ចពិភពលោកខ្ញុំចាប់ផ្ដើមគិតច្រើនណាស់អ្វីហាក់ដូចជាមានអ្វីធំមួយទៀតដែលខ្ញុំមិនទាន់យល់ហើយខ្ញុំស្គាល់បងស្រីម្នាក់នៅកាហ្វេអារម្មណ៍ខ្ញុំប្រាប់ថាគាត់ហាក់ដូចជាទំនងដឹងរឿងនេះច្បាស់ បងសុំសួរបងឯងតិចបានអត់ អត់មានកាយមែន ខ្ញុំចង់សួរបងឯងតើតង់ទៅនឹងកំណែផលិតកម្មហ្នឹងណាមើលទៅបងឯងដូចជាចេះខាងហ្នឹង មើលដៃដឹងហើយអនឡាញមកឯហ្នឹងត្រូវកន្លែងឯងចង់បើមានអីឆ្ងល់ណាសួរបងអត់ណា ខ្ញុំចង់សួរបងឯងពាក់ព័ន្ធទៅលើបើសិនជាយើងផ្អែកទៅលើទីផ្សារពិភពលោកណាអញ្ចឹងវាផ្ដល់ផលប៉ះពាល់អីខ្លះទៅដល់វិស័យផលិតកម្មនៅប្រទេសយើង វាមានហានិភ័យច្រើនណាអូនអនឡាញមើលដោយការចំនួន COVID-19 អញ្ចឹងណាឧទាហរណ៍ដោយរោងចក្រជាច្រើនត្រូវបានបិទទ្វារដែលធ្វើឲ្យវិស័យផលិតកម្មយើងហ្នឹងក៏វាធ្លាក់ចុះទៅតាមនឹងដែរហើយកម្មករភាគច្រើនគាត់បានបាត់បង់ការងារអញ្ចឹងគាត់មានជំរឿអីក្រៅពីត្រូវទៅស្រុកគាត់វិញណា អញ្ចឹងបញ្ហាហ្នឹងវារៀងធ្ងន់ដែរ ត្រូវអីហើយបើខ្លះទៀតវិញត្រូវកាត់មកការងារខ្លួនឯងមកទឹកថតតែមួយថ្ងៃឯងតែធ្វើម៉េចអាហ្នឹងយើងត្រូវពឹងទៅលើទីផ្សារខាងក្រៅដែរអញ្ចឹងវាក៏មានបញ្ហាតាមហ្នឹងទៅបញ្ហាវាមិនមែនតែប៉ុណ្ណឹងទេដូចជាកម្លាំងពលកម្មអញ្ចឹងយើងនៅមានកម្រិតអញ្ចឹងយើងក៏ត្រូវពឹងផ្អែកទៅលើវត្ថុធាតុដើមនៅប្រទេសខាងក្រៅមកដែរ អញ្ចឹងបញ្ហាដែលខ្ញុំឃើញសពថ្ងៃហ្នឹងវាមិនមែនជារឿងធម្មតាទេត្រូវអត់បង ថាអញ្ចឹងក៏ថាបានវាមានទាំងល្អវាមានទាំងហានិភ័យប៉ុន្តែវាអាស្រ័យទៅថាយើងមើលពីជ្រុងណាទៅវិញអញ្ចឹងណាអូន ពេលនោះខ្ញុំចាប់ផ្ដើមយល់ថាកំណើនមិនមែនមានតែភាពរីកចម្រើនប៉ុណ្ណោះទេប៉ុន្តែវាក៏ងាយរងគ្រោះផងដែរហើយវាជាអ្វីដែលខ្ញុំមិនធ្លាប់គិតពីមុនមកបន្ទាប់ពីខ្ញុំស្ដាប់បងមួយនៅកាហ្វេហើយខ្ញុំក៏បានត្រឡប់មកផ្ទះវិញដោយសារមានសំណួរច្រើននៅក្នុងចិត្តខ្ញុំចង់យល់បន្ថែមថាតើអនាគតសេដ្ឋកិច្ចនៅកម្ពុជានឹងទៅជាយ៉ាងដូចម្តេចហើយខ្ញុំក៏បានសួរបងប្រុសរបស់ខ្ញុំ បងសុំមក អីនោះចម្លែកមែនអត់មានពេលឆ្លើយទេពងធ្វើការ ជំរឿប្រាប់ម៉ាក់ ហើយឯនេះរឿងច្រើនណាស់ចង់ដឹងឲ្យសួរនឹង បងខ្ញុំឆ្ងល់នេះបើឧស្សាហូបនីយកម្មរីកចម្រើនអញ្ចឹងសេដ្ឋកិច្ចយើងក៏រីកចម្រើនដែរត្រូវអត់តែហេតុអីបានគេនិយាយថាវាអត់ទាន់មាននិរន្តរភាពចឹង បើចង់ឲ្យវាមានរណភាពពិតៗណាយើងត្រូវការការកែលម្អច្រើនណាស់បងជាពិសេសការរំនិងជំនាញការងារបើសិនប្រជាជនគ្មានជំនាញការងារខ្ពស់ទេការងារដែលយើងធ្វើហ្នឹងនៅតែមានតំណែងទាបចឹង អញ្ចឹងមិនប្រកាសថាមានរោងចក្រច្រើនសេដ្ឋកិច្ចយើងកើនឡើងហើយត្រូវអត់ មែនហើយបើគ្មានការអភិវឌ្ឍបច្ចេកវិទ្យានិងការបង្កើនជំនាញរបស់មនុស្សទេយើងនៅតែពឹងផ្អែកទៅលើប្រទេសផ្សេងៗរហូតចឹង អញ្ចឹងការអភិវឌ្ឍពិតប្រាកដគឺជាការកែលម្អនៅគុណភាពនិងនិរន្តរភាព មែនហើយបើយើងចង់មានអនាគតល្អប្រសើរយើងត្រូវចាប់ផ្ដើមកសាងពីថ្ងៃនេះតទៅ ក្រោយការស្ដាប់របស់បងប្រុសខ្ញុំនិយាយខ្ញុំបានយល់ថាអនាគតមិនមែនកើតឡើងដោយឯងទេវាអាស្រ័យទៅលើអ្វីដែលយើងកំពុងសាងនៅថ្ងៃនេះឧស្សាហូបនីយកម្មបានផ្លាស់ប្ដូរសេដ្ឋកិច្ចនៅប្រទេសកម្ពុជាយើងកាន់តែច្រើន វាបានបង្កើតការងារជាច្រើនពង្រីកទីក្រុងនិងធ្វើឲ្យជីវភាពប្រជាជននៅក្នុងប្រទេសកម្ពុជាកាន់តែប្រសើរឡើង កំណើនផលិតកម្មបានផ្សារភ្ជាប់ប្រទេសកម្ពុជាទៅកាន់ទីផ្សារសកលលោកនិងការវិនិយោគទុនពីបរទេស ទោះជាយ៉ាងណាក៏ប្រទេសកម្ពុជានៅតែប្រឈមមុខនឹងបញ្ហាពីរវិបត្តិពិភពលោកនិងការពឹងផ្អែកនៃផ្នែកសេដ្ឋកិច្ច ដើម្បីឆ្ពោះទៅមុខប្រទេសកម្ពុជាត្រូវការការបង្កើនផលិតភាពបច្ចេកវិទ្យាដ៏ល្អប្រសើរនិងវិនិយោគដល់កម្លាំងពលកម្មដែលមានជំនាញខ្ពស់ជាងមុន អនាគតរបស់កម្ពុជាយើងពឹងផ្អែកលើអ្វីដែលយើងកំពុងតែធ្វើនៅសប្តាហ៍ថ្ងៃនេះ សរុបមកការស្រាវជ្រាវនេះបានបង្ហាញថា
ដំណើរការកំណើននៃឧស្សាហូបនីយកម្មនៅប្រទេសកម្ពុជាចាប់ពីឆ្នាំ2000ដល់2024បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិការបង្កើតការងារនិងការកាត់បន្ថយភាពក្រីក្រទោះបីជាវិស័យផលិតកម្មបានជួបប្រទះវិបត្តិធំៗដូចជាវិបត្តិសេដ្ឋកិច្ចសកលលោកឆ្នាំ2009និងជំងឺរាតត្បាត COVID-19 ក្នុងឆ្នាំ2020ក៏ដោយក៏ប្រទេសកម្ពុជានៅតែអាចស្ដារឡើងវិញបានយ៉ាងរឹងមាំនិងបន្តអភិវឌ្ឍទៅមុខលទ្ធផលនៃការសិក្សាបានបញ្ជាក់ថាកំណើន GDP និងកម្លាំងសេដ្ឋកិច្ចក្នុងស្រុកគឺជាកត្តាសំខាន់បំផុតដែលជំរុញការរីកចម្រើននៃវិស័យផលិតកម្មខណៈដែល FDI និងការងារក្នុងវិស័យឧស្សាហកម្មក៏មានតួនាទីគាំទ្រផងដែរនេះបង្ហាញថាការអភិវឌ្ឍប្រកបដោយចីរភាពមិនអាចពឹងផ្អែកទៅលើការវិនិយោគពីបរទេសប៉ុណ្ណោះទេប៉ុន្តែត្រូវការពង្រឹងសមត្ថភាពក្នុងស្រុកការអភិវឌ្ឍធនធានមនុស្សបច្ចេកវិទ្យានិងផលិតភាពផងដែរកម្ពុជាកំពុងបន្តដំណើរទៅរកសេដ្ឋកិច្ចឧស្សាហកម្មដែលមានគុណភាពនិងនិរន្តរភាពប្រសិនបើមានការវិនិយោគត្រឹមត្រូវនិងការអភិវឌ្ឍយុទ្ធសាស្ត្របន្តប្រទេសកម្ពុជាអាចពង្រឹងការប្រកួតប្រជែងនិងឈានទៅរកឧស្សាហកម្មដែលមានតម្លៃខ្ពស់នាពេលអនាគត។